សួស្តីអ្នកគ្នានៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញទាក់ទងជាមួយនឹងការគ្រប់គ្រងប្រវត្តិរូបការងារឬក៏យើងហៅ CV ឬក៏ resume ហ្នឹងនៅក្នុង LinkedIn ដែលយើងបាន apply ការងារណាឧទាហរណ៍ដូចខ្ញុំអញ្ចឹងខ្ញុំចាប់ផ្ដើម apply ការងារតាមរយៈ LinkedIn តាំងពីឆ្នាំ2019 2020ម៉េះអញ្ចឹងបើយើងគិតពីមុនមកដល់ឥឡូវមាន CV ច្រើនណាស់ខ្ញុំមិនដាក់ទៅណាវា update ពីមួយពេលទៅមួយពេលអញ្ចឹងពី CV ហ្នឹងវាមានច្រើន version មែនតើនៅក្នុង account LinkedIn ណាចឹងខ្ញុំអត់ដឹងថាទៅគ្រប់គ្រងណាទេតែថ្ងៃនេះខ្ញុំបានស្រាវជ្រាវឃើញហើយខ្ញុំចង់បង្ហាញអ្នកនរគ្នាដែរចឹងឧទាហរណ៍ឥឡូវខ្ញុំចូលមកក្នុង profile របស់ខ្ញុំហើយអ្នកនរគ្នាចុចលើ profile តូចដល់គ្នាកន្លែងដាក់អក្សរមីហើយមាន icon សញ្ញាព្រួយចូលខមួយហ្នឹងណាចុចលើហ្នឹងមកហើយអ្នកនរគ្នាយកពាក្យ setting and privacy នៅក្នុងជម្រើស setting and privacy នេះវាមានព័ត៌មានច្រើននៅ sidebar អ្នកនរគ្នាឃើញនេះទៀតប៉ុន្តែអ្នកនរគ្នាយក data privacyចឹងនៅក្នុង data privacy នេះតើគ្នាអស់មកខាងក្រោមបន្តមកទៀតតើគ្នាឃើញមាន resume and job application data អញ្ចឹងតើគ្នាចុចលើនឹងមកឃើញស្រេចទាំងអស់គ្នាអញ្ចឹងកន្លែងនេះគឺជា CV របស់ខ្ញុំហ្នឹងអញ្ចឹងមាន version 1 version 2មានអា copy ទៀតសំណាងហើយអត់ឃើញមានពាក្យ final 1 final 2ណាអញ្ចឹងវាល្អដែរឥឡូវខ្ញុំឃើញនៅមាន2បូកទៀតចឹងមាន1 2002 2003 2003 2004ចឹងមានន័យថាពីមុនមកក៏ខ្ញុំបានចូលមើលទឹកដកវាខ្លះដែរឥឡូវនេះខ្ញុំចង់លុបវាខ្ញុំគ្រាន់តែចុច delete មួយមក delete មួយទៀតមកហើយចុច delete ទៀតហើយបើយើងចង់ download មើលអីក៏យើង download បានដែរយើងគ្រាន់ចុច download នេះចឹងណាចឹងវា download CV យើងទៅទុកនៅហ្នឹងឯងតោះអ្នក review ដើម្បី compare experience យើងអីចឹងជួនកាលវាល្អដែរវាទុកនៅហ្នឹងយើងអាចមក download បានយើងអាចភ្លេចប្រវត្តិរូបកន្លែងណាមួយដែលយើងបានដកចេញដើម្បីកែទៅតាម specific ការងារណាហើយបន្តមកទៀតយើងចង់ update អា full CV ដូចជាប្រភេទ CV ដែលយើង apply scholarship យើង apply ទៅរៀននៅក្រៅប្រទេសផ្សេង apply visa អីពេលខ្លះគេត្រូវការពេញព័ត៌មានវាពេញលេញជាលក្ខណៈជា historical លម្អិតណាអញ្ចឹងយើងត្រូវការរាយរាប់ឲ្យគ្រប់ខែឆ្នាំហ្មងអាហ្នឹងយើងត្រូវការបំពេញព័ត៌មានបែប CV ដែលសរសេរច្រើនអញ្ចឹងដូច resume ចេះវាខ្លីៗវាសរសេរ base លើការងារដែលយើង apply យើងដាក់ពាក្យអីអូខេឥឡូវនេះដូចគ្នានៅសល់កន្លែងនេះតើអ្នកឃើញមានប៊ូតុងមួយឃើញមាន upload អញ្ចឹងឥឡូវខ្ញុំបាន update CV ខ្ញុំហើយខ្ញុំខំចុច upload មកតើមកទៀតខ្ញុំចូលទៅ personal resume and cover ហើយខ្ញុំចុចPDF ចឹងដល់ពេលឃើញកន្លែងឯកសារនេះយើង upload ជា doc ក៏បាន doc នេះមាន2 version ឲ្យយើងដែរមានថាវាស្គាល់2 version doc សេរីចាស់ doc latte ឬក៏ doc x នេះឬក៏ PDF ហើយ file ហ្នឹងត្រូវតែតូចជាង 5M ចឹងចំពោះ CV ដែលអ្នកគ្នាប្រើប្រាស់នៅលើ online ដោយសារតែបច្ចេកវិទ្យាវាទំនើបហើយយើងព្យាយាមសរសេរ CV ណាដែលមានទំហំតូចហើយមួយទៀតវាមានតែមួយ column ដោយសារអីគេហៅប្រភេទ CV មួយយើងហៅថា ATS មានន័យថា application tracking system មានន័យថាមនុស្សពីមុនដែលគេប្រើ HR ដើម្បី review CV ហ្នឹងឥឡូវគេដូរមកប្រើ system ជាអ្នក screen ជាអ្នក review CV អញ្ចឹងបើយើងសរសេរពី column យើងអាចដឹងថា system វាអានតាម CV យើងបានអត់ថាវាពី column ហើយវាអានហើយ clear របស់អីផ្សេងៗវាចូលគ្នាត្រឹមត្រូវអត់ណាអញ្ចឹងព្យាយាមកន្លែង error របស់ system យើងសរសេរវាមក column មកដូច CV របស់ខ្ញុំចេះសរសេរតែមក column ទេហើយខ្ញុំមិនដាក់រូបថតទេអញ្ចឹងទី1វាមក column ងាយស្រួលឲ្យប្រភេទ system ដូចជា ATS ក្នុងការអាន CV យើងហើយ analyze application របស់យើងទី2ទំហំវាតូចដែលងាយស្រួលអញ្ចឹងមានថាប្រព័ន្ធវាអាចផ្ទុកទិន្នន័យតូចប៉ុណ្ណាទេ application យើងវែងមិនទេវារក្សាបានទំហំដែល upload ចូលទៅក្នុងប្រព័ន្ធហ្នឹងតូចអញ្ចឹងវាងាយស្រួលដែល system អត់ reject ទេបើ CV យើងធំពេក system reject application យើងក៏ធ្លាក់ដែរអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេតើគ្នាឃើញរបៀបរកទីតាំងដែលយើងទៅមើល CV ចាស់ៗរបស់យើងតើគ្នាអាច download បានអ្នកនរគ្នាក៏អាច upload បានហើយឥឡូវនេះគឺរួចរាល់អរគុណអ្នកគ្នាចំពោះការតាមដានទស្សនាវីដេអូខ្លីមួយនេះកុំភ្លេចជួយ like subscribe channel របស់ TechEd ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ